ថ្ងៃនេះខ្ញុំមាន iPhone 15 Pro Max មួយដែលបញ្ហាហ្នឹងគឺខូចកាមេរ៉ាក្រោយហើយកាមេរ៉ានេះដែរមិនមែនចេះតែខូចទេណាបងប្អូនបាទខូចហ្នឹងគឺខូចដោយសារតែភ្លើង laser បាទភ្លើង laser នៅតាមកម្មវិធីនៅតាម club នៅតាមអីហ្នឹងគឺអាភ្លើងហ្នឹងសាហាវណាស់បងប្អូនបាទបើសិនជាបងប្អូនយកទូរស័ព្ទថ្លៃកាមេរ៉ាថ្លៃយកទៅថតគឺអំបិលបុកមកទេហើយឲ្យតែថតចំភ្លើងវាបាញ់មកមួយឆ្វាច់ហ្នឹងគឺនេះវាលោតជាប់នេះឃើញទេលោតវាឆេះ sensor ក្នុងរបស់កាមេរ៉ារបស់យើងបាទអញ្ចឹងបញ្ហាហ្នឹងគឺมันអាចសង្គ្រោះបានទេបាទគឺមានតែដូរកាមេរ៉ាទាំងមូលតែម្ដងអញ្ចឹងវាអាចធ្វើឲ្យយើងខាតបង់ថវិកាអានេះបើសិនជាទូរស័ព្ទថ្លៃធ្វើអស់ច្រើនណាបងប្អូនបាទទូរស័ព្ទថ្លៃធ្វើអស់ច្រើនអញ្ចឹងសម្រាប់បងប្អូនដែលមានទូរស័ព្ទថ្លៃដូចខ្ញុំថាអញ្ចឹងគឺចូលរួមកម្មវិធីដែលមានភ្លើង laser ដែលនៅតាមភូមិហ្នឹងគេហៅថាភ្លើង laser ហ្នឹងណាបាទអញ្ចឹងអាភ្លើងហ្នឹងគឺកាចសាហាវបាទវាមិនមែនកាចមកស៊ីសាច់ស៊ីឈាមយើងទេគាត់ថាវាធ្វើឲ្យប៉ះពាល់ដល់កាមេរ៉ារបស់យើងដែលយើងកំពុងតែថតហ្នឹងបាទអញ្ចឹងបើសិនជាវាបាញ់មកមួយឆ្វាច់ហ្នឹងគឺធ្វើឲ្យរលាកបាទធ្វើឲ្យរលាកអា sensor ខាងក្នុងរបស់កាមេរ៉ារបស់យើងបាទអញ្ចឹងនេះគឺមានតែដំណោះស្រាយគឺដូរកាមេរ៉ាយកតែម្ដងបាទដូរកាមេរ៉ាមូលទាំងមូលយកតែម្ដងបាទអញ្ចឹងទូរស័ព្ទនេះគឺភ្ញៀវគាត់បានយកមកធ្វើការផ្លាស់ប្ដូរកាមេរ៉ាបាទណែបន្ទាប់ពីធ្វើការផ្លាស់ប្ដូរហើយគឺថតបានធម្មតាវិញបាទគាត់ថាបញ្ហាហ្នឹងគឺវាអស់តែលុយនឹងឯងបាទហើយតែប៉ុណ្្នឹងគឺស៊ីលុយបាទហើយបាទជាងស៊ីលុយបាទបើភ្ញៀវអស់លុយតែម្ដងបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺផ្ដាំបាទផ្ដាំទៅភ្ញៀវបាទផ្ដាំទៅបងប្អូនដែលមានកាមេរ៉ាមិនថាកាមេរ៉ាអីទេបាទ Sony Canon កាមេរ៉ាដែលយើងប្រើនៅលើទូរស័ព្ទអីជាដើមហ្នឹងបើសិនជាថតនៅក្នុងកម្មវិធីបងប្អូនកុំថតបែរទៅរក sensor ថាវាបាញ់មកមួយឆ្វាច់ចំកាមេរ៉ាយើងគឺអំបិលបុកម្ទេសតែម្ដងបាទធ្វើឲ្យខាតបង់ថវិកាក្នុងការផ្លាស់ប្ដូរក្នុងការជួសជុលអញ្ចឹងអានេះគឺយើងធ្វើការផ្លាស់ប្ដូររួចរាល់ហើយបងប្អូនបាទយើងធ្វើការបិទជំរាបទឹកយើងធ្វើការបិទកាវបិទអីឲ្យវាស្អាតដូចដើមវិញហើយទូរស័ព្ទនេះគឺ15 Pro Max បាទបន្ទាប់ពីដូរហើយគឺធានាថាស៊ីនដូចដើមតែម្ដងបាទគឺយើងធ្វើការបិទជំរាបទឹកជូនវិញបាទធ្វើការបិទជំរាបទឹកមកស្អាតជូនវិញតែម្ដងបាទហើយធានាបងប្អូនបាទធានាថាផ្លុំទៅស្ទះខ្យល់បាទផ្លុំអត់ចេញខ្យល់ទេបាទការបិទនេះដែរគឺយើងបិទរបៀបលក្ខណៈថាស្តង់តែម្ដងបាទស្តង់តែម្ដងអញ្ចឹងយើងធ្វើការចាប់ចូលទៅបងប្អូនបាទយើងធ្វើការចាប់ចូលទៅហើយមួយរយៈនេះគឺស្បូរមែនតើបាទសម្រាប់15 Pro Max គឺម៉ូដូកាមេរ៉ា 2-3 គ្រឿងហ្នឹងបាទម៉ូដូកាមេរ៉ា 2-3 គ្រឿងហើយ14 Pro Max ក៏មានដែរហើយស្បូរជាងគេគឺកាមេរ៉ាក្រោយតែម្ដងបាទកាមេរ៉ាមុខមានមួយទេបងប្អូនបាទបងប្អូនខ្លះគាត់ច្រឡំឯណាទៅ selfie ឯជាប់អ្នករំជាប់អ្នកអីចឹងណាបាទជាប់ CQ ដែលនៅ background អីចឹងទៅគ្រប់ទឹកតែម្ដងបាទมันចំណេញទេគឺខាតលុយតែម្ដងបាទខាតលុយត្រង់ដូរកាមេរ៉ាបើសិនជាអាភ្លើងនឹងបាញ់មកប៉ះមួយឆ្វាច់គឺចប់បាទអំបិលតែម្ដងបាទអំបិលហើយបាទអញ្ចឹងនេះគឺយើងធ្វើការផ្លាស់ប្ដូររួចរាល់ហើយយើងធ្វើការបិទអេក្រង់កັບអេក្រង់ចូលវិញហើយអស់ហើយយើងធ្វើការតេស្តវាមួយសារទៀតថាវាដំណើរការស្រួលឬក៏អត់បាទអញ្ចឹងយើងធ្វើការ zoom មកបងប្អូនបាទគាត់ចេញមកនិយាយពីថាអូច្បាស់មែនតើបងប្អូនតើសើកាមេរ៉ាបាទកាមេរ៉ាពួក iPhone គឺចេញមកគឺគុណភាពបាទអញ្ចឹងយើងធ្វើការស្កត់នេះបងប្អូននេះអាម៉ាស៊ីននេះធ្វើការបិទជំរាបទឹកណាបាទស្កត់ដើម្បី compress ទៅលើអេក្រង់ហ្នឹងឲ្យអឹបជាប់ជាមួយតួអមជាមួយនឹងកម្ដៅបាទអញ្ចឹងបន្ទាប់ពីបិទហើយគឺផ្លុំស្ទះខ្យល់ហ៎បាទធានាថាស៊ីនតែម្ដងបងប្អូនបាទអីសម្រាប់បងប្អូនដែលតម្រូវការបាទចង់បាននៅឆ្នាំងសាកស៊ីនឬក៏ Apple Pencil ឬក៏ AirTag ដើម្បីយកទៅដាក់នៅតាមម៉ូតូតាមបតោងសោដើម្បីកុំឲ្យបាត់វិញវាន់ពិបាករើអីចឹងបងប្អូនអាចឆាតទិញពីខ្ញុំបាននៅក្នុង Telegram បាទ